មរណភាពលោកប៉ានៅជេរ លោកគ្រូពេទ្យប៉ានៅជេរទទួលអនិច្ចកម្មឯក្រុងបារាំងសេសទៅហើយអាយុបាន54ឆ្នាំ គ្រូពេទ្យប៉ានៅជេរនេះបានមកនៅធ្វើរាជការក្នុងក្រុងកម្ពុជាចំនួន20ឆ្នាំ ហើយចេះភាសាខេមរៈដូចបណ្តាលជនស្រុកអាយមានសេចក្តីមេត្រីរាប់អានស្រឡាញ់ជាតិខ្មែរជាប្រាកដលោកប៉ានៅជេរបានតែងសៀវភៅវចនាសព្ទបារាំងប្រែជាខ្មែរសៀវភៅតម្រាបង្ការវារោគសៀវភៅពាក្យទំនិបទំនៀមខ្មែរហើយនិងសៀវភៅអភិធានសព្ទខ្មែរដែលលោកមេនេទ្រីយេជួយតែងផង